នៅទីបំផុតខ្ញុំអាចសម្រេចក្តីសម័យរបស់ខ្ញុំបានដែរគឺបង្ហាញអំពីវប្បធម៌ក៏ដូចជារបាំខ្មែរនៅលើឆាកអន្តរជាតិសារនេះគឺជាក្តីសម័យរបស់ខ្ញុំតាំងពីក្មេងហ្មងចង់ឲ្យបរទេសក៏ដូចជាជនជាតិផ្សេងបានឃើញពីអរិយធម៌ក៏ដូចជាវប្បធម៌របស់ខ្មែររបស់យើងដែលល្អផូរផង់មែនតើហើយខ្ញុំពិតជាមានមោទនភាពខ្លាំងមែនតើដែលដូនតារបស់យើងបានបន្សល់ទុកនៅវប្បធម៌ក៏ដូចជាអរិយធម៌ដ៏អស្ចារ្យមែនតើហើយថ្ងៃនេះផងដែរក៏ខ្ញុំបានលើកយករបាំមួយប្រភេទដែលមានឈ្មោះថារបាំត្រុដិដើម្បីមកបង្ហាញឲ្យបរទេសបានឃើញសិនជាអ្នកទាំងអស់គ្នានៅខ្មែរគឺតែងតែឃើញហើយជាមួយនឹងរបាំត្រុដិដែលចូលឆ្នាំម្ដងគឺតែងតែមានរបាំត្រុដិមកលេងហើយប៉ុន្តែដោយសារតែពួកខ្ញុំគឺនៅស្រុកឆ្ងាយអញ្ចឹងហើយគឺរបាំត្រុដិគឺជារបាំមួយប្រភេទដែលកម្រមែនតើដែលគេលើកយកមកបង្ហាញមិនត្រឹមតែប៉ុណ្្នឹងទេថ្ងៃនេះផងដែរក៏ខ្ញុំបានបង្ហាញអំពីទង់ជាតិក៏បានរំលឹកទៅដល់វីរភាពកងទ័ពរបស់យើងដែលគាត់បានពាក់លីឈាមស្រស់សាច់ស្រស់ដើម្បីការពារមោទនភាពទឹកដីរបស់យើងហើយមិនត្រឹមតែប៉ុណ្្នឹងទេសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរនៅប្រទេសកូរ៉េនេះខាង Center របស់យើងក៏បានរៃអង្គាសលុយមួយចំនួនដើម្បីទៅបរិច្ចាគឲ្យជនភៀសសឹកក៏ដូចជាកងទ័ពនេះសបញ្ជាក់ឲ្យឃើញថាទោះបីជាពួកខ្ញុំបង្កើតកម្មវិធីសប្បាយក៏យើងនៅតែនឹកគុណទៅដល់វីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពដែលនៅជួរមុខក៏ដូចជាជនភៀសសឹកផងដែរបើសិនជាវីដេអូនេះមានការខុសឆ្គងក៏ដូចជាពួកខ្ញុំមានការសម្ដែងខុសឆ្គងត្រង់ប្រការណាមួយក៏សូមខន្តីអភ័យទោសដល់បងប្អូនផងដែរដោយសារនេះគឺជាលើកទី1ដែលពួកយើងធ្វើវាហើយក៏ពួកយើងនៅឆ្ងាយគឺយើងអត់សូវបានរៀនសូត្រចេះដឹងជ្រៅជ្រះទេអញ្ចឹងបើសិនជាមានបញ្ហាឬក៏មានកំហុសខុសឆ្គងត្រង់ណាខ្ញុំបាទតំណាងឲ្យក្រុមទាំងមូលសូមធ្វើការអភ័យទោសដូចជាសុំទោសផងដែរ